ជាកិច្ចបន្តទៅនេះសូមនិមន្តនិងគោរពអញ្ជើញព្រះថេរានុថេរៈគ្រប់ព្រះអង្គសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីនិងពុទ្ធបរិស័ទគ្រប់រូបព្រះសន្តាប់និងស្ដាប់កម្មវិធីសំឡេងព្រះធម៌វត្តបារមីគោតមដែលដឹកនាំការផ្សាយដោយព្រះភិក្ខុចន្ទៈជោតោសែមសុខនេងព្រះចៅអធិការវត្តបារមីគោតមដែលស្ថិតនៅក្នុងភូមិគោកអង្គងឃុំពោរំចាកស្រុកព្រៃកបាស់ខេត្តតាកែវដូចតទៅគ្រប់រូបទាំងអស់តែនដែលបានឱកាសចូលរួមសិក្សាចំណែកនៃព្រះធម៌របស់ព្រះបរមសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើងបន្តតែនគឺយើងបន្តអំពីម្សិលមិញតែនគឺម្សិលមិញគឺយើងសិក្សាដល់ចំណែកទីប្រមាណតែនគណៈគឺដល់ចំណែកទី3តែដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងពីទុក្ខនិរោធេអញ្ញាណੰតែការដឹងធម៌ដែលជាទីរំលត់ទុក្ខគណៈហើយបានអធិប្បាយប្រកេនកូនចាស់ញាតិញោមពុទ្ធបរិស័ទយើងទាំងអស់គ្នាហើយតែគណៈចឹងថ្ងៃនេះគឺយើងដល់ចំណុចទី4តែគឺទុក្ខនិរោធគាមិនិបដិបទាយៈអញ្ញាណੰគណៈការមិនដឹងផ្លូវដែលជាទីរំលត់ទុក្ខតែគឺធម្មតាគុណចាស់ញាតិញោមពុទ្ធបរិស័ទយើងទាំងអស់គ្នាតែគឺមនុស្សទាំងឡាយក្នុងលោកនេះមិនមានអ្នកណាមួយអាចនឹងមិនមានអ្នកណាមួយចង់ជួបសេចក្តីទុក្ខនិងអ្នកដែលជួបសេចក្តីទុក្ខស្រាប់ហើយក៏ព្យាយាមរើបំរាស់រោគផ្លូវឲ្យផុតពីសេចក្តីទុក្ខនោះតែគឺដោយអាស្រ័យហេតុនេះហើយមនុស្សម្នាក់តែគណានោះម្នាក់ក៏ព្យាយាមប្រព្រឹត្តបដិបត្តិផ្សេងតែទាំងផ្លូវលោកផ្លូវធម៌ដើម្បីតែសេចក្តីសុខនឹងឲ្យឆ្លងផុតសេចក្តីទុក្ខនោះឯងតែទុក្ខនេះគឺព្រះសម្មាសម្ពុទ្ធបងទ្រង់ត្រាស់ប្រកាសសម្ដែងអំពីទុក្ខ2យ៉ាងតែគឺទី1ទុក្ខសាមញ្ញក៏ណាបានដល់ការកើតការចាស់ការឈឺការស្លាប់របស់សត្វទាំងឡាយក្នុងលោកដែលប្រព្រឹត្តទៅតាមធម្មតាគឺមិនមានអ្នកណានឹងជៀសវាងបានឡើយតែទី2ទុក្ខពិសេសតែគឺបានដល់សេចក្តីទុក្ខដែលកើតឡើងដោយអាស្រ័យចក្សណៈ5យ៉ាងតែគឺមានញាតិចក្សណៈគណៈការវិនិច្ឆ័យញាតិភោគចក្សណៈការវិនិច្ឆ័យទ្រព្យសម្បត្តិរោគចក្សណៈការវិនិច្ឆ័យព្រោះមានរោគសីលចក្សណៈការវិនិច្ឆ័យព្រោះសិលតថេចក្សណៈការវិនិច្ឆ័យព្រោះមានមច្ឆាតថេអីជាដើមតែគឺសេចក្តីទុក្ខដែលកើតឡើងដោយជួបជាមួយនឹងអគិភ័យខ្លះចោរភ័យខ្លះរាជភ័យខ្លះសัพពរៈភ័យខ្លះទាំងនេះជាដើមតែគឺការដែលយើងបដិបត្តិមនុស្សទាំងឡាយប្រព្រឹត្តឲ្យផុតពីសេចក្តីទុក្ខមាន2យ៉ាងតែគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងពីការបដិបត្តិខាងផ្លូវលោកតែក៏ណាគឺបានដល់ការព្យាយាមប្រកបអាជីពផ្សេងដូចជាធ្វើស្រែចម្ការលក់ដូរជំនួញអីជាដើមអញ្ចឹងទៅតែជនពួកខ្លះក៏ប្រកបអាជីពដែលប្រព្រឹត្តទៅក្នុងផ្លូវទុច្ចរិតតែដូចជាលួចទ្រព្យគេធ្វើការនេសាទនឹងការបោកបញ្ឆោតអីជាដើមតែហើយជនពួកខ្លះកាលបានជួបជាមួយនឹងសេចក្តីទុក្ខកាយទុក្ខចិត្តហើយក៏ទៅរកគ្រូទាយដើម្បីបំបត្តិអន្តរាយឲ្យផុតពីសេចក្តីទុក្ខទាំងនេះក៏ណាគឺការបដិបត្តិយ៉ាងហ្នឹងគឺឲ្យឈ្មោះទៅការបដិបត្តិតាមផ្លូវលោកតែចំណែកការបដិបត្តិ
ផ្លូវនៃប្រធោតែនគឺបានដល់ការបំពេញទានខ្លះរក្សាសិលខ្លះធ្វើសមថៈខ្លះបដិបត្តិដោយអត្តកិលមដ្ឋានុយោគៈគឺធ្វើបាបរាងកាយដោយប្រការទាំងឡាយផ្សេងតែនគូតួយ៉ាងដូចជាព្រះសម្មាសម្ពុទ្ធដែលព្រះអង្គស្វែងរកនៅសច្ចធម៌អញ្ចឹងតែនគឺព្រះអង្គមានការធ្វើឲ្យមានសេចក្តីលំបាកកាយអីជាដើមអញ្ចឹងទៅហើយក៏មានការបដិបត្តិដោយសត្វគូខ្លះដោយសត្វស្រណៈអីខ្លះតែគឺបដិបត្តិដោយកាមសុខលិកនិយោគៈគឺបំរើខ្លួនឲ្យបានទទួលនៅសេចក្តីសុខផ្សេងតាមសេចក្តីពេញចិត្តរបស់ខ្លួនមិនឲ្យមានវត្ថុណាមួយមករារាំងបានឡើយតែគោលណាការដែលបដិបត្តិពោលដែលពោលមកនេះគឺបដិបត្តិផ្លូវលោកដែលមានតកតងជាមួយនឹងទុច្ចរិតទាំងនោះរំលែងធ្វើឲ្យផុតពីសេចក្តីទុកទៅបានត្រឹមតែមួយគ្រាប៉ុណ្ណោះទេតែគឺការដែលបដិបត្តិមិនប្រកបដោយទុច្ចរិតនោះគឺនៅក្នុងចន្លោះនៃការប្រព្រឹត្តទៅនឹងនៅមិនតាន់ឲ្យផលក៏សម្គាល់ថាមានសេចក្តីសុខប៉ុន្តែការប្រព្រឹត្តអាក្រក់នោះឲ្យផលហើយអ្នកនោះរមែងបានទទួលសេចក្តីទុកយ៉ាងក្រៃលែងក៏ណាសំដោយព្រះបរមសម្មាសម្ពុទ្ធបងទ្រង់ត្រាស់ប្រកាសសម្ដែងតែគុណចាស់ញាតិញោមពុទ្ធបរិស័ទប្រុសស្រីយើងទាំងអស់គ្នាទាំងគឺបងទ្រង់ត្រាស់ប្រកាសសម្ដែងថាមធុវាមញ្ញតិពីលោយាវបាបាំងអ្នកបញ្ចតេយតិចបញ្ចតិបាបាំងអតហពាលោទុក្ខាំងនិកច្ចតិតែនគណាគឺបាបមិនតាន់ឲ្យផលត្រឹមណាជន់ពេលតែសម្គាល់នៅបាបនោះថាដូចជាទឹកខ្មុំតែនគណាលុះតែកាលណាបាបឲ្យផលជន់ពេលទៅប្រទះនៅសេចក្តីទុកក្នុងការនោះឯងគណាចំណែកនៃការបដិបត្តិក្នុងផ្លូវធម៌ដែលតកតងជាមួយនឹងទានសិលសមថៈភាវនារមែងរួចផុតចាកសេចក្តីទុកបានមួយគ្រាខ្លះឬផុតទៅបានរហូតអស់ថ្ងៃខែឆ្នាំខ្លះឬទៅបានមួយជាតិពីរជាតិបីជាតិខ្លះឲ្យរួចផុតទៅដោយដាច់ខាតមិនមានតែហើយសេចក្តីទុកដែលផុតទៅមួយគ្រានេះផុតបានតែទុកពិសេសគឺការចាស់និងឈឺប៉ុណ្ណឹងទេតែគណាគុណចាស់ញាតិញោមពុទ្ធបរិស័ទយើងទាំងអស់គ្នាតែគឺសម្រាប់ទុកដែលតាក់ទងជាមួយការកើតស្លាប់នោះមិនអាចរួចផុតបានឡើយគណាអ្នកដែលបដិបត្តិអត្តកិលមដ្ឋានុយោគហ្នឹងគឺដោយសង្ឃឹមថាការជំរះកិលេសឲ្យអស់រលែងទៅហើយក្នុងជាតិខាងមុខគណានឹងត្រូវបានទទួលសេចក្តីសុខសោយទៅបសម្បត្តិក្នុងទេវលោកតែរួចផុតអំពីសេចក្តីទុកទាំងឡាយផ្សេងដែលមនុស្សទាំងឡាយបានជួបសេចក្តីសង្ឃឹមរបស់បុគ្គលពួកនេះត្រូវអស់សង្ឃឹមព្រោះមិនត្រឹមតែបានទទួលសេចក្តីទុកដែលកើតអំពីការធ្វើបាបរាងកាយក្នុងភពនេះប៉ុណ្ណោះទេការស្លាប់ពីភពនេះទៅហើយរមែងបានទទួលសេចក្តីទុកដ៏ធ្ងន់ក្រៃលែងថែមទៀតក៏ណាក្នុងនិរយភូមិយ៉ាងពិតប្រាកដព្រោះអាស្រ័យការយល់ខុសរបស់ខ្លួននឹងឯងចឹងក៏ណាអ្នកដែលបដិបត្តិកាមសុខលិកនុយោគតែគឺដោយយល់ថាជីវិតគឺការប្រព្រឹត្តទៅនៃមនុស្សយើងនេះគឺប្រសិនបើមានវត្ថុណាមួយមកជាឧបសគ្គរារាំងពីការស្វែងរកសេចក្តីសុខការភ្លើតភ្លើនទាំងឡាយផ្សេងតែតាមតែខ្លួនពេញចិត្តហើយរមែងធ្វើឲ្យកើតសេចក្តីសៅមងក្នុងចិត្តគុណចាស់ញាតិញោមពុទ្ធបរិស័ទទាំងឡាយតែគឺមិនផុតអំពីសេចក្តីទុកទៅបានព្រោះហេតុដូច្នោះទើបត្រូវព្យាយាមរកវិធីទាំងឡាយផ្សេងដែលនាំសេចក្តីសប្បាយរីករាយភ្លើតភ្លើនមកដល់ខ្លួនតែក៏ណាដើម្បីមិនឲ្យកើតសេចក្តីទូមនោការបើធ្វើចិត្តរីករាយហើយក្នុងជាតិនេះក៏រួចផុតពីសេចក្តីទុក្ខកាយទុក្ខចិត្តជាតិខាងមុខនឹងបានទទួលសេចក្តីសុខក្នុងមនុស្សលោកឬទេវលោកតទៅទៀត
cô nè ca miền ca vô khổ đối chứ này cọp chia diêm xoay như rô và thổ cam từng lại xem một bẩm ra luôn tam dịch đây bình chất ca bạn để bạn đối chứ này tên cứ bục cồn khác của ban sầm bạc cứ miền dịch đây plơ nông ca mẹ cô na ram xem tên miền vật thổ nam mùi một triệu ụp dạ rìa riang ban á tên bон tay bục cồn khác của thưa mình ban đợi miền nè đặt tây một rìa riang khác tẹt tôn chỉ mùi nông trạm sầm bạc miền bạc khácตรงจิมวยหนึ่งโรคภัยหมกเบียดเบียนคลาแตกในทั่วเอาจัดระบเนี่ยนุตรลับจิมเบียนสิกระไดขนายกระหายแทมเตียนก็นาตีบ่มพอดการบโรคเพลย์ใครมันบานอาจเฮียนประหาชีวิตเราบักลูนไอจิตดาวมักคนใจหยัดยมปัดบอดสัตว์ปราศรัยกรบโรคแต่คือหรือก็มีเนี่ยได้หมกเรียแรงคลูนนุเตียก็อาจดำใบเมียนได้แต่ตัวจิย่างนากาปะได้บัดคลูนแบบการมาสุขะลิการหรือโยกะนี่คือหนึ่งฟื้นเอาสมรายเตยบ้านหรือเหมือนบ้านพอลตีบ่มพอดนุกาสลับปีผมในหายเตยตัวบ้านใส่ขดายซอกน้องอบายผมแต่คือสมก็คือรำแห่งตัวบ้านในสิ่งใดตกขนมอบายอย่าพุ่มดอยอาศัยสิ่งใดโลภสิ่งใดวงเวนั่งสิ่งใดโยนเข้าขนมไอเด่นก็น่าจะคนจะหยัดโยมปดบอดสัตว์เพื่อจากนาแต่คือยืนไตรแต่เมียนสิ่งใดได้โยไตรแต่เมียนสิ่งใดโยไตรตามดำนาในสัจจะทูได้เปรียปรมาสมาสามปดปองตรงตราประกาศสำได้แต่คือสรุปสิ่งใดโมคือการปะเดบ้านปรารถนาดำใบเอาอย่ารวยพอดสิ่งใดตกได้ประเตยขนมโลกการปะเดบ้านแบบอัตตะกะละแม่ท่าหนุโยแกะหนึ่งการมาสุขะลิกะหนุโยแกะแต่นี้จิกาปะเด็กบัดระบาปูอันทะปะถอยจนแต่ก็น่าจะจำนายจราเอินแต่คือจำนายกาปะเด็กบัดจีระเบียบบำเพ็ญเตียนสารสมัทะเพียบัดเดียแต่นี้จิกาปะเด็กบัดระบาปูก็เลยยานะปะถอยจนเชื่อจำนายจราเอินแต่ปนตายกาปะเด็กบัดแต่นี้ก็เหมือนแบนเจ็บเพลิดได้จมเรียกเลยเอาหายเอาโจดอสิกได้รถลดตกปัดประกาศบานเตปรัวทับบุกกุลนี่มันโยลข้อมันโยลขนมกาปะเด็กบัดก็น่าจะเพลิดได้น้อมเอาโจดอกการรถตกโดยสมุทเชตหนูไอแต่การปะเด็กบ้านได้จีเพลิดเอาดอนนึกสิ่งก็ได้รถตกบ้านนั่นคือพระสมมาสามพุทธปองตรงตรัสประกาศสำได้เมียนการจำราแม่ปรำใบได้แตะตรงจิมวยสติปัฏฐานบุญปนนอไอการปะเด็กบ้านได้กลายปีนี้บรรทาการปะเด็กบ้านนุปประเตยยางหลุมบ้านหลุมบันหรือปฏิบัติอริยะเปยูปนาก็ได้มันแม่นจีเพลิดได้จำเรียกเลยเอาอรเล็งเต้คนจะหยัดโยมปดบอสัตต่างหลายให้ก็น่าให้โจดดอสิกไรรถตกแต่งปวงบานเต้คือเมียนในแต่การปะเด็กบ้านดังเมียนสิกไรขัดคำเจียเยี่ยมบรรทอการปฏิบัติโน้ให้กลมกว่าใบเชื่อแต่การปฏิบัติระบบครัวโนจิเพลิดได้ตรำเตยจิตเด็กโดยให้โนตือเปรียปดแต่โคซาจาแต่คือคนจาสร้างกรุปอังยันโยมปดบอสัตต่างหลายแต่คือเมียนสำได้ตกขนมวิสุทธิ์เมอัฐกัถาแต่ยะธาผู้ตั้งอาเจียนันตาสัตติกามาเปเยอิเทวิสุทธิ์ทั้งเนี้ยติกาชันเตเวียมันตาเปโยกิโนแต่คือเปรโยกีก็น่าเปรียโยกีคือเนี่ยประกอบโดยได้เจียเยี่ยมนำการจำราญเพียวเนียต่างหลายแต่สมใบเมียนการปรารถนาสิ่งใดบริสุทธิ์ขนมศาสนาในพระสบาสามโพธิมัจจาหายเมียนสิ่งใดเจียเยี่ยมปฏิบัติปนตายบรรยลขนมเพลิดได้ตรำเตยตามสิ่งใดเปิดเปรียโยกีต่างนุรุมแบงมันอายสมราชดอสิ่งใดบริสุทธิ์บานลายแต่คือปนตายตัวเจียอย่างนาคนจะเหยียดโยมปดบริสุทธิ์ต่างหลายบุคคลต่างหลายได้นำเนียปฏิบัติตามหลักทิพเซมระบบคลูนก็มีการพัฒนาหนึ่งเอาโจต่อดอสิกได้รถลดตกโดยเคลียต่างแต่ปนใต้สิกได้รำลดตกเซมนู้ก็มันรำลดตามสิ่งใดปรารถนาไอ้ใบเชื่อตลอดจิตคนไกลแรงล่างก็เมียนหรือมันโดยชนก็เมียนการเกิดจากชื่อสลับในขนมสังสารวัฏยืดอยู่โดยมันเมียนตีบำพอต่างนู้ก็ปลุกถ้าบุคคลปลุกคลาขนมเลิศที่ประพุทธศาสนานี้คนจะหยัดโยมปดบสัตต่างหลายให้เมียนให้ได้มันเมียนสิ่งใดพัฒนาสมาสามปูติเยียนปัจเจกปูติเยียนแกะซาวะปูติเยียนมหาสาวะปูติเยียนนามวยพัฒนาอ่อยพอตกโจดอลเปรียนเปลี่ยนเต้แต่ ก
កូនណាគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាអ៊ីទាំងមេបញ្ញងអាសវកយ៉ាងវហង្ហោតោទាំងកូនណាអ្នកនោះនៅមានសេចក្តីពេញចិត្តបដិបត្តិត្រឹមតែទានសិលសមថៈភាវនាមិនមានបដិបត្តិឲ្យចូលដំមាក់ក្នុងផ្លូវនៃសតិប្បដ្ឋាន4ព្រោះហេតុនោះការបដិបត្តិដូច្នេះក៏រាប់ថានៅប្រព្រឹត្តទៅដោយអំណាចលោភៈនៅឡើយទាំងកូនណាគឺយើងសិក្សាទៅកូនចាស់ញាតិញោមពុទ្ធបរិស័ទទាំងឡាយយើងអាចដឹងហើយតែគណាគឺនឹងគឺបើសិនជាមិនធ្វើនៅក្នុងផ្លូវមិនដើរនៅក្នុងផ្លូវនៃសតិប្បដ្ឋាន4នឹងឯងទេតែក៏ការបដិបត្តិនេះក៏នៅតែរាប់ថាប្រព្រឹត្តទៅដោយអំណាចលោភៈតែណានៅក្នុងអំណាចនៃលោភៈនៅឡើយតែដោយហេតុនោះអ្នកបដិបត្តិទាំងនេះត្រូវនៅកើតចាស់ឈឺស្លាប់នៅក្នុងវដ្តសង្សារយូរទៀតទៅគ្នាជាមួយនឹងសេចក្តីប្រាថ្នារបស់ខ្លួនតែកូនណាអ្នកដែលបដិបត្តិអត្តកលៈមដ្ឋានុយោគហ្នឹងគឺការបដិបត្តិដែលប្រព្រឹត្តទៅដោយអំណាចនៃទិដ្ឋិនិងមោហៈគណាទើបឲ្យផលទៅកើតក្នុងនិរួយភូមិតែហើយអ្នកនោះថែមទាំងដឹងខ្លួនតែការបដិបត្តិដូច្នេះមិនមែនជាផ្លូវដែលជំរះកិលេសឲ្យចូលដល់សេចក្តីទុក្ខរលត់ទុក្ខបានទេតែចំណែកអ្នកដែលបដិបត្តិតាមបែបកាមសុខលិកនុយោគនោះគឺមិនមែនតែអ្នកកាន់លទ្ធិផ្សេងទេតែការបដិបត្តិដូច្នេះសូម្បីអ្នកដែលកាន់លទ្ធិព្រះពុទ្ធសាសនាក៏បដិបត្តិដែរតែណាដូចអ្នកដែលមិនឃើញប្រយោជន៍ក្នុងការបំពេញទានសិលភាវនាមានការយល់ឃើញថាសេចក្តីសុខដែលតេតិនទៅនឹងព្រះនិព្វាននោះមិនមានដោយចំពោះសេចក្តីពិតគឺក្នុងចន្លោះដែលមានជីវិតរស់នៅនេះយើងមានសេចក្តីប្រាថ្នាយ៉ាងណាពេញចិត្តយ៉ាងណាក៏បដិបត្តិទៅតាមសេចក្តីពេញចិត្តរបស់ខ្លួនយ៉ាងនោះតែដូចជាចង់មើលអ្វីក៏មើលចង់ស្ដាប់អ្វីក៏ស្ដាប់ចង់បរិភោគអ្វីក៏បរិភោគចង់ដេកក៏ដេកចង់ទៅណាក៏ទៅចង់ធ្វើអ្វីក៏ធ្វើចង់និយាយអ្វីក៏និយាយជាដើមណាតែអ្នកដែលទូមានយ៉ាងណាក៏គ្មានការបដិបត្តិខ្លួនយ៉ាងនេះឯងហៅថាបដិបត្តិឲ្យផុតចាកទុក្ខកូនណាបានទទួលសេចក្តីសុខដូច្នេះតែការបដិបត្តិយ៉ាងនេះទៅប្រព្រឹត្តទៅដោយអំណាចលោភៈទិដ្ឋិនិងមោហៈទាំងរមែងផ្ដល់ផលឲ្យអ្នកនោះទៅកើតក្នុងអបាយភូមិណាមួយអ្នកនោះតែគឺនឹងកូនណាថែមទាំងមិនមានសេចក្តីដឹងខ្លួនតែការបដិបត្តិដូច្នេះមិនមែនជាផ្លូវដែលជំរះកិលេសឲ្យដល់ទីរំលត់ទុក្ខហ្នឹងគឺសេចក្តីនេះកូនចាស់ញាតិញោមពុទ្ធបរិស័ទទាំងឡាយកូនណាតាមសេចក្តីពិតទៅគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងពីការមិនដឹងផ្លូវដែលជាទីរំលត់ទុក្ខតែគឺសេចក្តីខ្លឹមសារនេះកូនចាស់ញាតិញោមពុទ្ធបរិស័ទយើងយកទៅមើលពិចារណាបន្ថែមទាំងគឺនឹងសេចក្តីនេះគឺសូមចូលរួមប៉ុណ្ណេះទាំងគឺចូលដល់ចំណុចទី5កូនចាស់ញាតិញោមពុទ្ធបរិស័ទយើងទាំងអស់គ្នាទាំងគឺការមិនដឹងក្នុងខណ្ឌទាំងការមិនដឹងក្នុងខណ្ឌក្នុងធាតុក្នុងអាយតនៈដែលជាអតីតៈគឺពបន្ទេអញ្ញាណังកូនណាបបន្ទេអញ្ញាណังតែគឺនឹងគឺការមិនដឹងនៅក្នុងខណ្ឌធាតុអាយតនៈដែលជាអតីតៈតែគឺខណ្ឌធាតុអាយតនៈដែលជាអតីតៈនោះជាការពោលដោយធម្មាទដ្ឋានទាំងប៉ុន្តែបើពោលដោយពុក្ខលាទដ្ឋានគឺបានដល់សត្វទាំងឡាយដែលធ្លាប់កើតនិងស្លាប់ទៅហើយនៅឯងតែដូច្នេះនៅក្នុងចំណុចថាបបន្ទេអញ្ញាណังហ្នឹងគឺសំដៅទៅដល់ការមិនដឹងថាខ្លួនឯងក្តីឬអ្នកដតីក្តីធ្លាប់កើតជាមនុស្សខ្លះទេវតាខ្លះព្រំខ្លះអបាយនិងអបាយសត្វខ្លះនោះឯងតែគឺដូច្នេះគឺការរួមចូលនៅក្នុងការមិនដឹងក្នុងខណ្ឌហ្នឹងគឺមានប៉ុណ្ណឹងតែគឺមិនដឹងតែខ្លួនឯងក្តីមិនដឹងពីអ្នកដតីក្តីធ្លាប់កើតជាអ្វីមួយហ្នឹងគឺអត់ដឹងទេតែចំណុចទី6តែគឺគណៈការមិនដឹងក្នុងខណ្ឌទៀតអាយតនៈដែលជាអនាគតទាំងគឺបរន្តអបបរន្ទេសំទោទាំងអបរន្ទេអញ្ញាណังទាំងខណ្ឌកានធាតុអាយតនៈដែលជាអនាគតនោះគឺបានដល់សភាពជាមនុស្សជាទេវតាជាមាជាព្រំនិងអបាយសត្វដែលតអំពីជាតិនេះដូច្នេះនៅក្នុងចំណុចថាអបរន្ទេអញ្ញាណังហ្នឹងគឺសំដៅទៅដល់អ្នកដែលមានសេចក្តីយល់ឃើញតែខ្លួនឯងក្តីអ្នកដតីក្តីកាលបើ
ស្លាប់អំពីជាតិនេះហើយក៏មិនមានការកើតបន្តទៅទៀតទាំងប៉ុន្តែសេចក្តីជឿដែលសត្វទាំងឡាយរមែងធ្លាប់កើតមកពីជាតិមុនបុគ្គលដែលមានការយល់ឃើញដូច្នេះមានច្រើនលទ្ធិអត់ទាំងក៏ណាកាលបើអ្នកកាន់លទ្ធិព្រះពុទ្ធសាសនាមានការយល់ឃើញដូច្នេះក៏នៅមានបុគ្គលទាំងនោះមិនជឿតែបើស្លាប់ហើយនឹងទៅកើតតទៅទៀតទេតែជឿតែធ្លាប់កើតមកហើយពីជាតិមុនព្រោះអាស្រ័យបានជួបអ្នកដែលរលឹកជាតិនោះឯងទាំងក៏ណាគឺចំណុចទី7កូនចាស់ញាតិញោមពុទ្ធបរិស័ទទាំងឡាយទាំងក៏ណាសង្ខេបខ្លីៗតែឲ្យកូនចាស់ញាតិញោមយកទៅសិក្សាបន្ថែមតែគឺកុំភ្លេចយកទៅសិក្សាពីមានការពិចារណាទៅតាមដំណើរនៃសច្ចធម៌ដែលព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងហ្នឹងតែទី7គឺការមិនដឹងខណ្ឌធាតុអាយតនៈដែលជាអតីតៈតែគឺមានហ្នឹងគឺមានអតីតៈមានអនាគតតែគឺនឹងគឺនៅក្នុងបបន្តាបរន្តេអញ្ញាណังទាំងការមិនដឹងក្នុងខណ្ឌធាតុអាយតនៈដែលជាអតីតៈនិងអនាគតទាំងគុណភាពជាមនុស្សជាទេវតាជាព្រំដដែលដែលធ្លាប់កើតមកហើយក្នុងអតីតៈដែលកើតតទៅខាងមុខទៀតទាំងគឺដូច្នេះនៅក្នុងចំណុចថាបបន្តាបរន្តេអញ្ញាណៈនេះគឺសំដៅទៅដល់អ្នកដែលមិនដឹងតែខ្លួនយើងក្តីអ្នកដតីក្តីធ្លាប់កើតមកហើយនឹងទៅកើតតទៅខាងមុខទៀតចំពោះបុគ្គលដែលមានសេចក្តីយល់ឃើញដូច្នេះតែក៏មានសេចក្តីនឹងមានច្រើនគ្នាណាស់តែណៃគឺព្រោះថាបុគ្គលនឹងខ្លះមិនធ្លាប់បានទទួលការសិក្សាក្នុងប្រសូតក្នុងព្រះអភិធម្មក្នុងព្រះវិន័យនិងមិនធ្លាប់បានបដិបត្តិវិបស្សនាទាំងនៅមិនទាន់ធ្លាប់បានឃើញបានជួបអ្នកដែលរលឹកជាតិបានតែនៅក្នុងចំណុចនៃការមិនដឹងហ្នឹងណាតែក៏ណាគឺចំណុចចុងក្រោយព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងពីនឹងពីការមិនដឹងក្នុងនាមរូបដែលកើតឡើងដោយអាស្រ័យមានហេតុឲ្យកើតឡើងតាមនៃបដិច្ចសមុប្បាទនិងអិដ្ឋបញ្ចយៈតាបដិច្ចសមុបណ្ណេសុធម្មេសុអញ្ញាណังទាំងសរីរៈរាងកាយរបស់សត្វទាំងឡាយទាំងគឺគុណចាស់ញាតិញោមពុទ្ធបរិស័ទទាំងឡាយទាំងមានភ្នែកត្រចៀកច្របល់អណ្ដាតកាយចិត្តទាំងព្រមទាំងការឃើញការឮការដឹងក្លិនការដឹងរូបការពណ៌ត្រូវទាំងនេះសុទ្ធតែជាផលដែលកើតអំពីហេតុគឺការប្រព្រឹត្តធ្វើឲ្យកាយវិចារចិត្តទាំងល្អនិងអាក្រក់ដែលជាហេតុចាស់មានអវិជ្ជាតណ្ហាជាមូលនិងដោយអាស្រ័យមានភ្នែកត្រចៀកច្រមុះអណ្ដាតកាយចិត្តជាដើមទាំងព្រមទាំងការឃើញការឮការដឹងក្លិនការដឹងរូបការពណ៌ត្រូវផងនោះក៏នាំឲ្យមានការប្រព្រឹត្តធ្វើដោយកាយវិចារចិត្តទាំងល្អទាំងអាក្រក់បន្ថែមទៀតដែលជាហេតុថ្មីមានតណ្ហាអវិជ្ជានឹងឯងជាមូលទាំងការធ្វើឲ្យមានការឃើញនិងការឮជាដើមដែលហៅថាអ្នកនោះអ្នកនេះដែលជាផលតទៅទៀតហេតុនិងផលដូចដែលពោលមកនេះបើសម្ដែងតាមន័យបដិច្ចសមុប្បាទគឺការប្រព្រឹត្តផ្សេងដែលជាហេតុចាស់នោះបានដល់អវិជ្ជាសង្ខារតណ្ហាឧបាទានកម្មភវៈរបស់សត្វទាំងឡាយទាំងហើយការឃើញការឮជាដើមដែលជាផលកើតឡើងនោះបានដល់វិញ្ញាណនាមរូបសាលាយតនៈភាសៈនិងវេទនាទាំងការប្រព្រឹត្តដោយកាយវិចារចិត្តរបស់សត្វទាំងឡាយដែលជាហេតុថ្មីនោះបានដល់តណ្ហាឧបាទានកម្មភវៈអវិជ្ជានិងសង្ខារគឺណាកុំចាស់ញាតិញោមពុទ្ធបរិស័ទយើងទាំងអស់គ្នាទាំងគឺនឹងនៃសេចក្តីនៃបដិច្ចសមុប្បាទហ្នឹងគឺអញ្ចឹងតែគឺសត្វទាំងឡាយគណៈដែលបានឃើញបានឮជាដើមដែលជាផលកើតតទៅទៀតនោះគឺបានដល់វិញ្ញាណនាមរូបសាលាយតនៈភាសៈនិងវេទនានឹងឯងតែគណៈការដែលប្រព្រឹត្តរបស់សត្វទាំងឡាយដោយដែលបានពោលមកនេះកាលបើពិចារណាក៏ឃើញបានថាมันមានអ្វីផ្សេងក្រៅអំពីធម៌ដែលជាហេតុផលដែលអាស្រ័យគ្នានឹងគ្នាកើតឡើងប៉ុណ្ណោះតែប៉ុន្តែអន្តៈបដិជនណាតែគឺអ្នកដែលមិនមានបញ្ញានោះក៏រមែងមិនដឹងថាការប្រព្រឹត្តទៅរបស់សត្វទាំងឡាយតាមបដិច្ចសមុប្បាទដោយពោលមកនេះទេតែយល់ថាសត្វលោកដែលប្រកបនៅក្នុងលោករាល់ថ្ងៃហ្នឹងគឺកើតឡើងព្រោះមានព្រះជាអ្នក
សាងតែក៏ថាទៅជាប្រដេកបដូរទៅលើព្រះអ្នកសាងទៅវិញទៅតែបុគ្គលពួកខ្លះក៏យល់ថាมันមានហេតុផលសត្វទាំងឡាយកើតមកបានព្រោះមានមេដាបិតាក្នុងឯងតែគឺសភាពមិនដឹងក្នុងហេតុផលនៃការប្រព្រឹត្តទៅរបស់សត្វទាំងឡាយក្នុងបដិច្ចសមុបាទនេះឯងឈ្មោះថាអ៊ីថាបច្ចយតាបដិច្ចសមុបណ្ណេសុធម្មមេសអញ្ញណាំងតែគឺអវិជ្ជាដែលមានសភាពបិទបាំងសេចក្តីពិតមិនឲ្យកើតសេចក្តីដឹកនោះចែកចេញជាច្រើនប្រភេទណាស់តែគឺក៏ណាទីមួយបុគ្គលពួកខ្លះតែគឺមិនដឹងតែការប្រព្រឹត្តយ៉ាងនេះល្អជាកុសលការប្រព្រឹត្តយ៉ាងនេះអាក្រក់ជាអកុសលគឺដោយអំណាចនៃអវិជ្ជាដែលបាត់បាំងទុកមិនឲ្យដឹងតែព្រោះហេតុដូច្នោះបុគ្គលពួកនេះទើបក្លាហានក្នុងការធ្វើទុច្ចរិតទាំងឡាយផ្សេងដោយមិនញញើតអវិជ្ជាប្រភេទនេះជាអវិជ្ជាដែលក្រាស់ណាស់តែក៏ណាគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងតែទី2គឺបុគ្គលពួកខ្លះតែដឹងថាការប្រព្រឹត្តយ៉ាងនេះល្អជាកុសលយ៉ាងនេះមិនល្អជាអកុសលតែព្រោះហេតុដូច្នោះបុគ្គលចម្ពោះនេះបើគណៈដែលមានអកុសលកើតឡើងក៏អាចរងាប់បានមិនដោយឲ្យកន្លងដល់កាយវិចារហើយផ្លាស់ប្ដូរចិត្តនឹងការប្រព្រឹត្តនោះឲ្យជាកុសលកើតឡើងវិញអវិជ្ជារបស់បុគ្គលចម្ពោះនេះចាត់ជាអវិជ្ជាដែលស្ដើងហើយតែក៏ណាទី3ចំណែកដែលបានសម្រាប់ជាសោតាបណ្ណៈបុគ្គលសកតាគាមិបុគ្គលក្តីអនាគាមិបុគ្គលក្តីគឺបានឈ្មោះថាជាអ្នកឃើញច្បាស់ក្នុងអរិយសច្ចធម៌ទាំង4ហើយប៉ុន្តែនៅមិនទាន់បានទម្លាយអវិជ្ជាឲ្យអស់រលែងនៅឡើយទេតែអវិជ្ជារបស់ព្រះអរិយបុគ្គលទាំងនេះជាអវិជ្ជាដែលស្ដើងជាទីបំផុតតែក៏ណាគុណចាស់ញាតិញោមពុទ្ធបរិស័ទយើងទាំងអស់គ្នាគឺបុគ្គលដែលអស់អវិជ្ជាបាននោះមានតែព្រះអរហន្តមួយប៉ុណ្ណោះទេតែការបាត់បាំងមិនឲ្យដឹកនៅអវិជ្ជាតាមសេចក្តីពិតទើបមិនដល់ព្រះអរហន្តទាំងឡាយតែប្រសិនបើសួរតែព្រះអរហន្តបើមិនមានអវិជ្ជាហើយក៏អាចដឹងអ្វីទូទៅបានទាំងអស់ឬមិនថាដូច្នោះទេតែគឺមិនដូច្នោះទេការដែលយើងនឹងធ្វើយ៉ាងនេះត្រូវហើយតែនឹងការឆ្លើយយ៉ាងហ្នឹងគឺរមែងត្រូវហើយតែកូនចាស់ញាតិញោមពុទ្ធបរិស័ទទាំងឡាយតែកម្លាំងបញ្ញាតែប្រសិនបើជាបញ្ញារបស់ព្រះសម្មាសម្ពុទ្ធការដឹងបានទូទៅទាំងអស់មិនមានសល់ហើយបើជាបញ្ញារបស់ព្រះបច្ចេកពុទ្ធវិញការដឹងបានត្រឹមតែសភាវៈតែគឺការប្រព្រឹត្តទៅរបស់នាមរូបដែលជាអត្ថរូបសម្រាប់ការដឹងក្នុងសភាពនៃការប្រព្រឹត្តទៅរបស់នាមរូបតាមនឹងតាមនៃសេចក្តីខ្លឹមសារនៃពធដែលជាធម្មរស់នោះគឺក៏ដឹងមិនបានតែបើជាបញ្ញារបស់អក្សសាវៈមហាសាវៈការដឹងបានក្នុងអត្តរូបធម្មរស់បានទាំងពីរតែមិនអាចដឹងស្មើនឹងបញ្ញារបស់ព្រះសម្មាសម្ពុទ្ធនឹងឯងឡើយតែកូនចាស់ញាតិញោមពុទ្ធបរិស័ទយើងទាំងអស់គ្នាតែគឺបានសេចក្តីថាការដែលយើងបានសម្រេចជាព្រះអរហន្តប្រាសចាកអវិជ្ជាហើយក៏ដោយបើមិនមែនជាបដិសម្ពិទាបត្តៈតែគឺនឹងជាអ្នកដែលបានសិក្សាក្នុងព្រះត្រៃបិដកអត្ថកថាទេក៏មិនអាចយល់ក្នុងព្រះបរិយត្តិធម៌បានឡើយតែក៏ណាតើណាដែលមានការសិក្សាតែតើណាដែលមានការសិក្សានៅក្នុងដំណើរនៃសច្ចធម៌ហ្នឹងតែគឺសូម្បីតែបានសិក្សាក្នុងព្រះបរិយត្តិធម៌យ៉ាងល្អហើយក៏ដោយក៏នៅតែមិនទាន់អាចដឹងទៅដល់អធិស្រ័យតែគណៈរបស់វិនយស័ព្ទទាំងអស់ដោយមកចាត់ពិតប្រកបបានឡើយព្រោះថាការដឹងដូចនេះមិនមែនជាវិស័យរបស់ព្រះសាវកទាំងឡាយទេជាវិស័យរបស់ព្រះសម្មាសម្ពុទ្ធតែមួយព្រះអង្គប៉ុណ្ណោះហើយក្នុងកាលដែលព្រះអរហន្តទាំងឡាយដឹងទូទៅមិនបាននោះក៏មិនមែនព្រោះអវិជ្ជាបាត់បាំងមិនឲ្យដឹងនោះទេតែព្រោះកម្លាំងនៃបញ្ញាមិនពេញគ្រប់គ្រាន់ប៉ុណ្ណោះឧបមាដោយលេខាម្នាក់ដែលមើលមិនឃើញនៅវត្ថុដែលឆ្ងាយក្នុងវេលាថ្ងៃត្រង់ការមើលមិនឃើញនេះមិនមែនកើតព្រោះងងឹតបាត់បាំងទេតែកើតព្រោះកម្លាំងនៃខ្សែភ្នែកមិនបរិបូរណ៍ទេចំណុចនេះកូនចាស់ញាតិញោមពុទ្ធបរិស័ទយើងទាំងអស់គ្នាគឺបានសេចក្តីតែព្រះអរហន្តដែលមិនអាចដឹងទូទៅបានព្រោះកម្លាំងនៃបញ្ញាមិនបរិបូរណ៍ដោយដែលបានពោលមកដូច្នោះឯងទេការបាត់បាំងដែលមិនឲ្យដឹងតាមសេចក្តីពិតនោះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងមាន8យ៉ាងហ្នឹងគឺមានទី1សច្ចៈ4
គណាបបន្តអបរន្តៈបបន្តាបរន្តៈនិងបដិច្ចសមុបាទនឹងឯងតែគឺចំណែកការមិនយល់ក្នុងរឿងទាំងឡាយផ្សេងនោះគឺមិនតាក់ទងជាមួយអវិជ្ជាទេតែគឺតួយ៉ាងដូចជាព្រះសិរីបុត្រតែដែលជាអ្នកមានបញ្ញាលើសសាវកទាំងឡាយវាលែងព្រះតែព្រះសម្មាសម្ពុទ្ធចេញហើយក៏មិនមានអ្នកណានឹងមានបញ្ញាស្មើឡើយក៏ធ្លាប់ភ្លាំងភ្លាត់ខុសក្នុងការឲ្យកម្មដ្ឋានដល់ភិក្ខុកំឡោះដែលជាសិស្សរបស់លោកតែពោលគឺលោកយល់ថាភិក្ខុកំឡោះរូបនេះនៅអាយុតេជព្រោះហេតុដូច្នោះចិត្តនឹងត្រូវបង្អោនទៅក្នុងកាមអារម្មណ៍ទាំងបាទដូច្នេះលោកឲ្យពិចារណាអសុភកម្មដ្ឋានណាតែភិក្ខុកំឡោះក៏ព្យាយាមពិចារណាអសុភកម្មដ្ឋានរហូតដល់4ខែមិនបានផលណាមួយឡើយតែកូនចាស់ញាតិញោមពុទ្ធបរិស័ទទាំងឡាយតែគឺសូម្បីតែនិមិត្តក៏មិនប្រកាសព្រោះកម្មដ្ឋាននេះមិនត្រូវជាមួយចិត្តរបស់ខ្លួនព្រះសេនាបតីសិរីបុត្រទើបនាំសេចក្តីនោះទៅទូលថ្វាយព្រះដ៏មានព្រះភិក្ខជាម្ចាស់ឲ្យត្រង់ជ្រាបតែព្រះដ៏មានបុណ្យព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងតែគឺទ្រង់សម្ដែងទ្រង់មានការនិមិត្តការឈូក្រហមឲ្យភិក្ខុកំឡោះនោះមើលតែព្រោះទ្រង់ជ្រាបអព្យាស្រ័យរបស់ភិក្ខុកំឡោះនោះធ្លាប់កើតជាជាងមាសរបស់ជាងមាសចាប់បន្តគ្នាតែកូនចាស់ញាតិញោមពុទ្ធបរិស័ទទាំងឡាយគឺនឹងភិក្ខុកំឡោះហ្នឹងគឺធ្លាប់កើតជាជាងមាសបន្តគ្នារហូតទៅដល់500ជាតិណាតែណាព្រោះហេតុនោះផ្កាឈូកមាសនេះតែទៅទីជាកម្មដ្ឋានដែលសំរុំដល់អព្យាស្រ័យតែកាលបើភិក្ខុកំពុងមើលផ្កាឈូកនោះព្រះអង្គទ្រង់និមិត្តឲ្យត្របកផ្កាឈូកនោះត្រពូនបន្តិចម្ដងដើម្បីឲ្យសភាវៈដែលជាអនិច្ចប្រកបក្នុងថ្ងៃនោះឯងតែភិក្ខុកំឡោះនោះក៏បានសម្រេចជាព្រះអរហន្តខៃណាស្របរឿងរ៉ាវដែលលើកមកនេះគឺជាចំណុចដែលចង់បញ្ជាក់ឲ្យឃើញថាជាអ្នកដែលអស់អវិជ្ជាហើយប៉ុន្តែដែលនៅមិនទាន់ដឹកនៅវត្ថុខ្លះនោះគឺនៅមានតែមិនមានសំទោសគឺមិនមានព្រោះអវិជ្ជាបាត់បាំងទេគឺព្រោះតែកម្លាំងបញ្ញាមិនគ្រប់គ្រាន់តែគណារឿងរ៉ាវនេះគឺពីរោះណាស់តែគឺនៅក្នុងបដិច្ចសមុបាទធូសម្ដែងចាប់តតងទៅនឹងអវិជ្ជាជាបច្ច័យហ្នឹងតែគឺអវិជ្ជាហ្នឹងគឺមានលក្ខណៈតែមានលក្ខណៈរបស់អវិជ្ជានឹងឯងគឺ4យ៉ាងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងមានអញ្ញាណលក្ខណៈតែគឺការមិនដឹងជាលក្ខណៈមានសម្មោហនរក្សាទាំងការធ្វើឲ្យធោដែលប្រកបជាមួយខ្លួនមានសេចក្តីវង្វេងជាកិច្ចក៏ណាមានទី3ឆាតនបច្ចុប្បដ្ឋានាតែជាធម្មជាតិដែលបិទបាំងសាភាវៈក្នុងអារម្មណ៍នោះជាអាការៈប្រកបទី4អាសវៈបដ្ឋានាតែគឺមានអាសវៈ3ជាហេតុចិត្តវាខ្លួននឹងឯងតែគឺក៏ណាគឺសម្ដែងចាប់តតងទៅនឹងលក្ខណៈរបស់អវិជ្ជាក្តីសម្ដែងចាប់តតងទៅនឹងអវិជ្ជានឹងគឺជាបឋមប្រធានជាកម្លាំងដែលនាំឲ្យកើតបច្ច័យជាគ្រឿងតគ្នានៃធម៌ក្នុងបដិច្ចសមុបាទនឹងក្តីគឺបញ្ចប់ត្រឹមប៉ុណ្ណឹងចុះតែគឺតតងទៅនឹងអវិជ្ជាគឺថ្ងៃស្អែកយើងនឹងបញ្ចូលទៅក្នុងសង្ខារតែគណាគឺតតងទៅនឹងសង្ខារម្ដងពីព្រោះអវិជ្ជានឹងគឺជាបច្ច័យនាំឲ្យកើតសង្ខារគណៈអវិជ្ជាបច្ចយាសង្ខារាតែណាសង្ខារបច្ចយាវិញ្ញាណังណាគឺមានបច្ច័យតគ្នាតែគឺតកតងទៅនឹងអវិជ្ជាហ្នឹងគឺមានលក្ខណៈ4យ៉ាងហ្នឹងគឺដូចជាទូលប្រកេនចម្រើនពរជម្រាបជូនប៉ុណ្ណឹងតែកម្មវិធីសំលេង